សួស្តីបងប្អូនទាំងអស់គ្នានៅចុងសប្តាហ៍បន្ទាប់ពីសម្រាកពីការងារខ្ញុំតែងតែធ្វើដំណើរទៅកន្លែងផ្សេងៗដើម្បីលំហែកាយនិងបំបត្តិនូវភាពស្មុគស្មាញតែក៏ដោយសារចំណូលចិត្តមនុស្សយើងម្នាក់ៗមិនដូចគ្នាដូច្នេះវីដេអូនេះអាចនឹងមិនមែនជាចំណូលចិត្តបងប្អូនដែលចូលចិត្តការជួបជុំមិត្តភ័ក្តិឬក៏ភាពអ៊ូអរច្រើននោះទេតែដោយឡែកសម្រាប់ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តនៅភាពស្ងប់ស្ងាត់មិនសូវមានមនុស្សច្រើនអ៊ូអរខ្ញុំតែងតែរកនៅកន្លែងដែលស្ងប់ស្ងាត់ជាមួយនឹងធម្មជាតិស្ដាប់សំឡេងបក្សីស្រូបយកខ្យល់អាកាសឬក៏ដើរមើលព្រៃព្រឹក្សាឬក៏សំណង់អគារបុរាណចាស់ៗដែលសល់កាលពីជំនាន់មុនអីជាដើមហើយនៅក្នុងវីដេអូនេះគឺជាសួនកំសាន្តមួយដែលស្ថិតនៅក្បែរនឹងស្ថានីយ៍រថភ្លើងហើយនេះគឺជាសួនកំសាន្តសង់ចង់ទីនេះមានភាពស្ងប់ស្ងាត់បរិយាកាសល្អបងប្អូនអាចមកអង្គុយលេងកំសាន្តឬក៏អាចអានសៀវភៅប្រសិនបើបងប្អូនចូលចិត្តអានសៀវភៅជាមួយនឹងធម្មជាតិហើយខ្ញុំគិតថាកាន់តែល្អប្រសិនបើសម្រាប់បងប្អូនដែលមានការណាត់ជួបលើកដំបូងផងដែរហើយលើសពីនេះទៅទៀតទីនេះក៏មានភ្នំមួយខ្ពស់ល្មមដែលបងប្អូនអាចឡើងដើម្បីគយគន់មើលទីក្រុងឬក៏ទីប្រជុំជនបានផងដែរដោយសារតែសួនច្បារនេះមានទំហំធំទូលាយគេក៏បានចែកតំបន់ខ្លះជាកន្លែងក្មេងលេងសម្រាប់កុមារដែលរស់នៅក្បែរនោះឬក៏មកពីកន្លែងផ្សេងៗកន្លែងហាត់ប្រាណដែលមានឧបករណ៍ជាច្រើននៅទីនោះដើម្បីឲ្យបងប្អូនខ្លះដែលគាត់ចូលចិត្តហាត់ប្រាណហើយក៏មានផ្លូវសម្រាប់បងប្អូនដែលចូលចិត្តរត់ហាត់ប្រាណផងដែរវិហារបុរាណដែលតម្កល់រូបពុទ្ធបដិមានៅក្រោមម្លប់ឈើដ៏ស្កឹមស្កៃដែលជាទីសក្ការៈសម្រាប់បងប្អូនដែលទៅលេងនៅទីនោះអាចធ្វើការគោរពបានហើយសម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងទីនោះបងប្អូនអាចមើលអាសយដ្ឋាននៅលើវីដេអូខាងដើមហើយខ្ញុំនឹងបន្ថែមនៅលើ description បន្ថែមហើយសង្ឃឹមថាវីដេអូនេះមានប្រយោជន៍បន្តិចបន្តួចទៅដល់អ្នកទាំងអស់គ្នានៅចុងបញ្ចប់នៃវីដេអូខ្ញុំក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមអរគុណ